ដីលើខ្នងភ្នំគូលែនមានសក្តានុពលលើដំណាំវ៉ានីឡាវ៉ានីឡាជាដំណាំកសិរុក្ខកម្មដែលកសិករកំពុងដាំដុះនៅលើខ្នងភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើខេត្តសៀមរាបដំណាំនេះជាប្រភេទដំណាំដែលមានការពេញនិយមសម្រាប់ទីផ្សារនៅក្នុងនិងក្រៅប្រទេសដែលអាចលក់នៅក្នុងតម្លៃខ្ពស់បានបើតាមលោកសម្បូរវណ្ណាកសិករដាំវ៉ានីឡានៅលើភ្នំគូលែនខេត្តសៀមរាបបានមានប្រសាសន៍ថាលោកបានចាប់ផ្ដើមដាំដើមវ៉ានីឡាដំបូងនៅក្នុងឆ្នាំ2022ជាមួយនឹងការសាកល្បងត្រឹមតែ6ចន្លង់ឬ6ដើមតែប៉ុណ្ណោះដោយទទួលបានពូជនិងបច្ចេកទេសដាំពីអង្គការអាហ្វ្រិកស៊ុតក្រោយមកដោយសារតែដំណាំនេះត្រូវនឹងអាកាសធាតុទឹកដីនៅលើភ្នំគូលែនលោកក៏បានបំបែកកូនវ៉ានីឡាជាបន្តបន្ទាប់ដែលមកដល់ពេលបច្ចុប្បន្ននេះលោកបានបំបែកដើមវាបានចំនួន311ចន្លង់នោះហើយលោកបានបន្តទៀតថាចាប់តាំងពីលោកបានដាំដំណាំវ៉ានីឡាតាំងពីឆ្នាំ2022រហូតមកដល់ពេលបច្ចុប្បន្ននេះគឺវាមិនទាន់បានហុចផលជាដុំកំភួននោះទេដោយសារតែពេលបានផលលោកបានទុកពូជដើម្បីពង្រីកការដាំដុះបន្ថែមសម្រាប់ដើមវ៉ានីឡាដែលបានដាំជាង300ចន្លង់នាពេលបច្ចុប្បន្ននេះអាចនឹងផ្ដល់ផលពេញលេញនៅក្នុងឆ្នាំ2028ឬក្នុងឆ្នាំ2030ខាងមុខហើយលោកក៏រំពឹងថានឹងអាចទទួលបានផលលើសពី20គីឡូក្រាមលោកវណ្ណាក៏បានឲ្យដឹងថាការដាំដំណាំវ៉ានីឡាមានភាពងាយស្រួលជាងដាំម្រេចមិនពិបាកថែទាំដោយយើងអាចដាំនៅក្រោមដើមឈើធំធំមិនត្រូវការដាក់ជីគីមីបាញ់ថ្នាំគីមីនោះឡើយគ្រាន់តែយកស្លឹកឈើដែលជ្រុះនៅលើដីមកធ្វើជាជីដោយប្រមូលស្លឹកឈើទាំងនោះដាក់នៅគុម្ពរបស់វ៉ានីឡាទុកឲ្យវារលួយតាមធម្មជាតិរបស់វានឹងបន្ថែមជីកំផុសបន្តិចបន្តួចផ្សំគ្នានោះលោកបានបន្ថែមថានៅលើភ្នំគូលែនមានតែ2គ្រួសារតែប៉ុណ្ណោះបាននឹងកំពុងដាំដំណាំវ៉ានីឡាជាការសាកល្បងបើសិនជាដំណាំនេះជោគជ័យនៅលើទីផ្សារល្អលោកនឹងពង្រីកបន្ថែមនិងណែនាំឲ្យកសិករផ្សេងទៀតដាំជាមួយគ្នាលោកកៅសុភ័ក្រមន្ត្រីបច្ចេកទេសនៃអង្គការ AgriSud ប្រចាំនៅខេត្តសៀមរាបបានមានប្រសាសន៍ថាដំណាំវ៉ានីឡាជាប្រភេទរុក្ខជាតិកម្រមួយនៅលើពិភពលោកហើយវ៉ានីឡាដែលដាំនៅកម្ពុជាគឺជាពូជដែលនាំចូលពីខាងក្រៅប្រទេសវ៉ានីឡាជាប្រភេទរុក្ខជាតិដែលគេដាំដុះដើម្បីយកធ្វើជាមេទឹកអប់និងសម្រាប់ដាក់នៅក្នុងអាហារដើម្បីបង្កើនក្លិនឲ្យកាន់តែឈ្ងុយដូចជានៅក្នុងការ៉េមកាហ្វេនិងភេសជ្ជៈផ្សេងៗជាដើមលោកបានបន្ថែមថាវ៉ានីឡាជាដំណាំដែលមានតម្លៃខ្ពស់ជាក់ស្ដែងផ្លែវ៉ានីឡាដែលថ្លោះល្អហើយសម្ងួតបានល្អគេអាចលក់បានចាប់ពី$400អាមេរិកដល់$1000អាមេរិកក្នុង1គីឡូក្រាមហើយបច្ចុប្បន្នក៏មានដៃគូរង់ចាំទិញវ៉ានីឡាពីកសិករដើម្បីយកទៅកែច្នៃផ្សេងៗនោះដែរប៉ុន្តែវាមិនទាន់បានទិន្នផលបានច្រើននោះទេបើតាមលោកសុភ័ក្របានបញ្ជាក់ថាបច្ចុប្បន្នដំណាំវ៉ានីឡានៅលើភ្នំគូលែនមានតែ2គ្រួសារតែប៉ុណ្ណោះបានដាំដុះសរុបមានចំនួន367ចន្លង់ដោយមួយគ្រួសារមានចំនួន311ចន្លង់និងមួយគ្រួសារទៀតមានចំនួន56ចន្លង់ទៅថ្ងៃអនាគតខាងមុខអង្គការ AgriSud នឹងពង្រីកការដាំដុះបន្ថែមដោយនឹងជ្រើសរើសយកកសិករជាច្រើនគ្រួសារទៀតដែលចាប់អារម្មណ៍នៅលើដំណាំនេះដើម្បីដាំដុះ